សួងការពារជាតិទៅនិយាយទៅជួបនៅពេលពីគាត់ហ្នឹងមកនៅពេលទៅវាព័ត៌មានគឺច្បាស់មកដល់ពេលច្បាស់ហ្នឹងហើយដែលជាប្រភពប្រយោជន៍នៅក្នុងការតាក់ទងមួយដៃគូអន្តរជាតិឬក៏អ្នកការទូតដោយសារអីយើងទទួលមនោគមវិជ្ជាមួយពីណាយើងមិនដឹងទេអ្នកដែលល្អខ្លះគេចេះថ្លឹងថ្លែងដូចជាស្ដែងទៅទៀតសោតសំបីតែមានរឿងរ៉ាវព័ត៌មានមួយរយៈចុងក្រោយនេះក៏មានអ្នកសារព័ត៌មានជាន់ខ្ពស់ពីថៃក៏មានអ្នកដែលនិយាយរិះគន់ចំពីរបៀបធ្វើការរបស់ថៃមកលើកម្ពុជាដែរអញ្ចឹងបានន័យថាចំនួនហ្នឹងក៏មានដែរប៉ុន្តែគ្រាន់តែចំនួនហ្នឹងវាមិនទូលំទូលាយក្នុងការទៅឆ្លើយតបជាមួយកម្ពុជាក្នុងនាមរដ្ឋនិងរដ្ឋអញ្ចឹងណាចាត្រឹមតែក្នុងនាមត្រឹមតែជាក្រមឯករាជ្យមួយក្រមបកយោបាយមួយវាអត់មានជារដ្ឋាភិបាលចាដល់ពេលជារដ្ឋាភិបាលវាទៅជាបែបផ្សេងអីចឹងទៅជាបែបឆ្លើយតបបែបជ្រុលនិយមច្រើនជាងអីគម្រាមកំហែងចំបីតែអាមេរិកគម្រាមមិនសល់អញ្ចឹងបើសួរថាតើចរិតព័ត៌មានថៃមិនហើយមួយទៀតគឺសង្គ្រាមបច្ចុប្បន្ននេះគឺចរិតព័ត៌មានរបស់ថៃគឺរប៉ាត់រប៉ាយនេះគឺបានសេចក្តីថានៅក្នុងចំនួនមួយឧទាហរណ៍សង្គ្រាមប្រទេសនឹងប្រទេសនឹងប្រទេសបើមហាជនឬក៏អន្តរជាតិដែលជាភាគីទី3គេមិនស្ដាប់កប៉ិកកប៉ុកទេគេស្ដាប់រវាងមេដឹកនាំរដ្ឋនិងមេដឹកនាំរដ្ឋឆ្លើយឆ្លងគ្នាប៉ុន្តែថៃមេតបក៏និយាយអនុតបក៏និយាយរដ្ឋមន្ត្រីក៏និយាយអនុរដ្ឋមន្ត្រីក៏និយាយអ្នកនាំពាក្យអីគឺព័ត៌មានគាត់រប៉ាត់រប៉ាយហ្មងរកប្រភពមិនឃើញយកយកបែកណានោះយកបាទហើយនឹងយកបបរកញ្ញានឹងមកនិយាយហើយដល់ពេលយើងអត់ទេយើងទៅសារកន្លែងហ្នឹងមួយត្រង់ថាព័ត៌មានគឺអ្នកនាំពាក្យខាងក្រសួងការពារជាតិគឺមួយខាងក្រសួងការបរទេសមួយអ្នករំពេរដ្ឋាភិបាលមួយរឿងផ្សេងអត់និយាយបើសិនជាខាងទៅប្រជុំ GBC ណាគេដែលដឹកនាំផ្នែក GBC ខាងរដ្ឋមន្ត្រីក្រសួងការពារជាតិទៅនិយាយទៅជួបនាំពាក្យពីគាត់ហ្នឹងមកដល់ពេលទៅវាព័ត៌មានហ្នឹងគឺវាច្បាស់មកដល់ពេលច្បាស់ហ្នឹងហើយដែលជាប្រភពប្រយោជន៍នៅក្នុងការតាក់ទងមួយដៃគូអន្តរជាតិឬក៏អ្នកការទូតអញ្ចឹងបានខ្ញុំតែនិយាយថាទី1យើងមានការសន្ទនាច្បាស់ការសន្ទនាច្បាស់ហ្នឹងវាអាស្រ័យទៅលើរបៀបរបស់ប្រទេសមួយអញ្ចឹងដូចខ្ញុំថាឥឡូវព័ត៌មានរប៉ាត់រប៉ាយទៅពីហើយសូម្បីតែក្រុមប្រឆាំងមួយឬក៏ក្រុមដែលស្មាតោដូចថាអ្នកមេដឹកនាំលិមួកផ្សេងហ្នឹងក៏បានព័ត៌មានមកវាយយើងបានដែរក៏រោដូច្នេះយើងគឺមើលថាចរិតព័ត៌មានមួយរយៈចុងក្រោយនេះគឺរប៉ាត់រប៉ាយហើយដល់ពេលរប៉ាត់រប៉ាយអញ្ចឹងយើងអ្នកមិនពេញចិត្តការធ្វើការងាររបស់ខ្មែរយើងខ្លួនឯងយើងយកអាហ្នឹងទៅមកវ័យឆ្លងស្លាយឡងនេះបើជារួមបើខ្ញុំមើលអត់ឃើញចំណេញចាបើសំទោសខ្ញុំនិយាយពាក្យហ្នឹងអានេះចេញពីខ្ញុំតែឯងណាវាអត់សូវចំណេញត្រង់ថាទី1មធ្យោបាយនៅក្នុងការដោះស្រាយបញ្ហាវាមិនមែនមានតែមួយទេចាប៉ុន្តែអ្វីដែលចំហកម្ពុជាទៅដោះស្រាយនៅក្នុងឆាកអន្តរជាតិគឺការមិនប្រើនៅកងកម្លាំងប្រដាប់អាវុធដែលធ្វើឲ្យមានបញ្ហាដល់អាយុជីវិតកងទ័ពឬក៏អីផ្សេងទៅឬក៏ជនស៊ីវិលអីចឹងទៅព្រោះយើងជ្រើសរើសវិធីសន្តិភាពស្នូលការទូតបាទមិនបរិយាដានចំនួនយើងទប់ព្រោះមានខ្លះក៏ដោយអីខ្លះយើងព្យាយាមទៅដោះស្រាយយើងព្យាយាមទៅទូតយើងព្យាយាមស្អីក៏ដោយហើយរឿងទាំងអស់នេះខ្ញុំសូមមិនលូកលាន់ជាមួយនឹងរបៀបរបបធ្វើការរបស់រដ្ឋាភិបាលទេចាអញ្ចឹងពួកគាត់ធ្វើការគឺមានបែបផែនរបស់ពួកគាត់ហើយយើងជាអ្នកដែលជួក្រោយឬក៏ជាយុវជននោះមានអីមានតែពួកយើងនៅក្នុងប្រទេសមានតែតាមដានបន្តហ្នឹងហើយតួនាទីរបស់អ្នកតាមដានគឺយកអាហ្នឹងមកចែកម្លែកបងប្អូនហ្នឹងឯងចាហើយដល់ពេលមកសួរហ្នឹងចូលខ្ញុំអ្នកចែកម្លែកគឺជាណាគេតរោទៅបើខ្ញុំជាណាគេប្រាប់ខ្ញុំផងអាហ្នឹងអញ្ចឹងបាទតែបើឃើញខ្ញុំបោះវត្តកុំឆ្ងល់ហ្នឹងហើយបានថាហើយយើងដូចខ្ញុំដូចបងដូចខ្ញុំស្គាល់គ្នាយើងធ្វើការងារសង្គមយូរឆ្នាំហើយចាអំណាចយុវជនជំរុញការអានសេចែករំលែកឲ្យមនុស្សគិតហ្នឹងចាតែមនុស្សពិចារណាហ្នឹងមូលហេតុអីគឺដើម្បីរឿងទាំងអស់ហ្នឹងដូច្នេះត្រឡប់មកវិញព័ត៌មានដែលយើងឃើញនៅក្នុងស្រុកថៃមាន3ជំរាបជូនម្ដងទៀតតាក់ទងជាមួយនឹងជលនិយមខ្លាំងចាទី2ប្រើ soft power ហ្នឹងទី3ភាពរប៉ាត់រប៉ាយភាពជលនិយមការទៅសេបែបលើកជើងខ្លួនឯងហ្នឹងវាអញ្ចឹងដូច្នេះខ្ញុំជូនតែប៉ុណ្នេះបើសិនជាបងប្អូនឬក៏បងមានអីថែមចុះខ្ញុំអត់ថាអីទេចាបងប្អូនទាំងអស់គ្នាពាក់ព័ន្ធទៅនឹងរឿងចរិតព័ត៌មានរបស់ខាងភាគីសៀមដែលលើកឡើងពីរឿងរប៉ាត់រប៉ាយរឿងអីហូហែហ្នឹងខ្ញុំសូមថែមតែមួយចំណុចទេសៀមមានភាពមួយដែលមិនអាចបដូរបានចេញពីក្នុងសន្តានចង់ឈ្នះបាទចាហើយវិធីឈ្នះហ្នឹងទោះបីប្រើវិធីអីក៏បានដែរឲ្យតែបានឈ្នះគឺផ្លេចខ្លួនទៅគម្រាមសហរដ្ឋអាមេរិកគឺអត់ខ្វល់ទេរឿងពន្ធរឿងស្អីនោះអញ្ចឹងអាហ្នឹង
បើមកចុះអាហ្នឹងមូលហេតុអីដោយសារតែ ចង់ឈ្នះជ្រុល អាភាពចង់ឈ្នះជ្រុលហើយមិនយល់អំពីព័ត៌មានអានិយាយទៅព័ត៌មានក្នុងនាមជាថ្នាក់ដឹកនាំមួយមួយចានទឹកមួយចានគោកមួយម៉ាត់រស់មួយម៉ាត់ស្លាប់ ឥឡូវពងគោកហ្នឹង បាទហើយដល់ពេលមួយចានទឹកមួយចានគោកដល់ពេលគោកមកដល់បន្ទោសយើងថាចែកចុះវិញមកវិញហើយសេនាយោរៀបរហូត ចាបាទចឹងមិនថាបងប្អូនទាំងអស់គ្នាបើសិនជាបានមានទំនាក់ទំនងរកស៊ីឬក៏កំពុងធ្វើការជាមួយជនជាតិហ្នឹងឬក៏ធ្លាប់ធ្វើការតាំងពីដើមអីតើបងប្អូនមានសម្គាល់ដូចអីដែលពួកយើងបានជម្រាបជូនដែរទេកុំថាបាត់ពិសោធន៍ខ្ញុំម្នាក់ឯងមានបងស្រីដែលគាត់ធ្វើការពាក់ព័ន្ធនឹងកីឡាខាង SEA Games ណាចាព្រោះលើកទី33នេះគេធ្វើនៅស្រុកសៀមបាទហើយបងស្រីក៏សួរខ្ញុំថាអត់ចូលរួមទៀតទេក៏ពិតគាត់សួរនឹងសួរលេងទេបាទហើយខ្ញុំប្រាប់គាត់ថាអត់ហ៊ានទៅទេស្រុកតែអ្នកមានហើយគាត់ក៏ប្រាប់វិញថាវាមិនមែនជារឿងចម្លែកទេបើសិនជាឃើញសៀមធ្វើអីក៏បានឲ្យតែបានឈ្នះណាបាទសូម្បីតែនៅក្នុងកីឡាក៏ដោយសុកចិត្តឲ្យគេពិន័យកាតក្រហមបាទឲ្យតែបានឈ្នះឲ្យតែបានឈ្នះចាគេថាក្រុមគាត់ហ្នឹងបើសិនគាត់ធ្វើរឿងហ្នឹងគឺគេពិន័យហើយអត់បញ្ហាធ្វើអីទៅឲ្យតែបានឈ្នះឲ្យតែបានឈ្នះសិនឲ្យតែបានឈ្នះចឹងបានថាបន្ថយភាពជ្រុលនិយមតែមើលទៅដូចជាងាយទេចាខាងនោះគេមានគម្រោងរៀបចំផ្សាយបង្រៀនឲ្យទៅជីងចឹងហ្នឹងវាយូរហើយអញ្ចឹងបើយើងតនេទៅប្រាប់គេដូចគេមិនទទួលទេចាអញ្ចឹងបងប្អូនទាំងអស់គ្នាចរិតព័ត៌មានថៃបែបណាបងប្អូនទាំងអស់គ្នាដែលតាមដានព័ត៌មានបើមានយោបល់អាចចូលរួមជាមួយយើងបានមួយទៀតជាសំណួរសំខាន់ហើយចង់សួរអូនតាំងពីយូណៃមកបាទពីព្រោះថានៅពេលដែលមានសង្គ្រាមក្តៅកគុកជាមួយគ្នាយើងរត់ថយក្រោយទៅកាលសង្គ្រាម5ថ្ងៃអូនបានចេញអត្ថបទច្រើនណាស់ដើម្បីជួយឲ្យយុវជនកម្ពុជាយើងហ្នឹងគាត់បានស្រាកស្រានពីក្តីកង្វល់ធម្មតាគេឆ្លៀនពៀនយើងអ្នកណាមិនព្រួយយើងមិនមែនខ្លាចគេទេតែពាក្យថាព្រួយនេះពីព្រោះយើងដឹងថាអ្នកដែលប៉ះពាល់អាចជាមនុស្សចាស់ជរាស្ត្រីមានផ្ទៃពោះបងប្អូនកុមារអត់បានចូលសាលារៀនចានៅមានអ្នកម៉ែដែលគាត់រត់សង្គ្រាមមក20-30ឆ្នាំមុនគឺគាត់ធ្លាប់រត់ហើយយើងអត់ចង់ឲ្យគាត់ជាវ័យដែលត្រូវសម្រាកស្ដាប់ធម៌នេះមកជួបរឿងនឹងទេយើងព្រួយពីពួកគាត់បើសួរថាយើងព្រួយថាយើងខ្លាចគេអត់ទេមកដល់ម៉ោងនេះថ្ងៃនេះខ្ញុំហ៊ាននិយាយថាគ្មានខ្មែរណាម្នាក់ខ្លាចសៀមទេតែយើងព្រួយក្នុងចិត្តយើងខ្វល់ថាតើប្រជាពលរដ្ឋយើងប្រមាណអ្នកទៀតដែលរងទុក្ខបាទលំបាកដល់ពេលពួកគាត់ព្រួយគាត់ចូលមើលអត្ថបទរបស់បងប្អូនបាទអញ្ចឹងយើងត្រឡប់មកដល់រឿងឥឡូវបច្ចុប្បន្ននេះសង្គ្រាមដោយអាវុធចប់ហើយតែសមរភូមិព័ត៌មានមិនចប់ទេបាទតនេផ្លោងយើងរឿងស្កែទៀតអីចឹងរឿងមីនអីណាអញ្ចឹងទៅឲ្យតែមានរឿងល្អអីមួយពីកម្ពុជាភ្លាមផ្លោងដាក់ខ្មែរភ្លាមពីណាពីណីមកអត់និយាយទេតែឲ្យតែខ្មែរមានវិនិយោគិនថ្មីចូលស្រុកភ្លាមអួតពីស្រុកខ្លួនឯងថាជាស្រុកពូកែបង្ក្រាបស្កែមតែកម្ពុជានេះសបោស្កែមបាទតនេគេចេញរបាយការណ៍អីតឯងអញ្ចឹងមួយទៅដើម្បីដាក់ទម្លាក់មកលើយើងក្នុងនាមជាយុវជនកម្ពុជាពីប្អូនទៅវិញគិតថាឃើញរឿងអញ្ចឹងអ្នកណាមិនខឹងអ្នកណាមិនក្តៅប៉ុន្តែរឿងខឹងរឿងក្តៅនេះវាយើងទៅឆ្លើយតបអញ្ចឹងវាកើតបាទចេះស៊ីមកខ្ញុំក្មេងវត្តទេតែមិនយើងយុវជនយើងមិនអាចអញ្ចឹងទេទប់ខ្លួនយ៉ាងម៉េចបាទអរគុណចឹងថាចរិតព័ត៌មានគេមករឿងរៀលដាក់យើងបាទទប់ខ្លួនយ៉ាងម៉េចអរគុណបងខ្ញុំឆ្លើយខ្លីប៉ុន្តែអាចនឹងមានឧទាហរណ៍រប៉ាត់រប៉ាយបន្តិចដែរចាឧទាហរណ៍ក្តោបន័យឲ្យបងប្អូនយល់ទី1សំណួរថាតើក្នុងស្ថានភាពយើងគួរតែទប់ខ្លួនយ៉ាងដូចម្ដេចមុននឹងឆ្លើយខ្ញុំចែកម្លែកពាក្យមួយឃ្លាថាសាមគ្គីក៏ព្រោះព័ត៌មានឆ្លោះគ្នាក៏ព្រោះព័ត៌មានសាមគ្គីក៏ព្រោះព័ត៌មានឆ្លោះគ្នាក៏ព្រោះព័ត៌មានចាតើមិនបានខ្ញុំនិយាយអញ្ចឹងចំណុចដែលបងប្អូនត្រូវគិតការទប់ចំហខ្លួនឯងគឺនៅក្នុងរូបភាពមួយខ្ញុំប្រើពាក្យបន្ទូទៀតថាឲ្យខួរក្បាលឬក៏ក្បាលត្រជាក់តែបេះដូងក្តៅចាខួរក្បាលត្រជាក់បេះដូងក្តៅបានន័យថាខួរក្បាលរបស់យើងត្រជាក់គិតរឿងឆ្លើយតបឲ្យត្រូវក្នុងន័យវិជ្ជមានគិតអីជ្រៅបាទហើយបេះដូងក្តៅនោះគឺបេះដូងត្រូវចេះឈឺចាប់ចាបេះដូងត្រូវពុះកញ្ជ្រោលថាចិត្តសាស្ត្រមួយនេះត្រូវការពារខ្លួនត្រូវការធ្វើខ្លួនឯងឲ្យខ្លាំងគឺឲ្យក្តៅហ្មងអញ្ចឹងអានឹងក្នុងន័យហ្នឹងចំណុចទី1ត្រៀមខ្លួនយ៉ាងដូចម្ដេចតមការទៅជែកណាដែលមិនចំណេញចាអាហ្នឹងជាពាក្យដែលខ្ញុំតែនិយាយដដែលទី1បើអាចអីក៏យើងផ្អាកការឈប់ share ឈប់ comment ពីអសរោះ
ដាក់ជនជាតិគេឬក៏គ្នាយើងអីក៏ដោយ កាត់តរូប បាទកាត់ត ជា បាទ គេអីចឹង ព្រោះ ទៅ អីព្រោះវាបង្ហាញអំពីការដែលយើងខ្វះការអប់រំ ហឹម ធ្វើរឿងទាំងអស់ហ្នឹងយើងទទួលស្គាល់ដូចយើងនិយាយលេងហ្នឹងដាក់សិនណាហ្នឹងទៅជាមកស្អែតសិនស្អែតឡើងធ្វើមនុស្សត្រឹមត្រូវវិញ ឬក៏ខ្ញុំតាមដានបងប្អូននារីថាបើសិនជាម៉ែក្មេកអនាគតម៉ែក្មេកឃើញ Facebook ខ្ញុំទ្រាំសិនទៅមួយរយៈចុងក្រោយនេះខ្ញុំសុំជេរសិន មែនទេ រឿងទម្លាក់កំហឹងមិនជារឿងខុសឆ្គងអីទេ ធ្វើ ប៉ុន្ បា តែ ន វាខុសនៅត្រង់ថាអត់មានការអប់រំ ហើយនឹងសិលធម៌ចំពោះយើងតែងតែនិយាយថាស្រុកនោះអត់មានសិលធម៌ស្រុកនោះអាភាស្រុកនោះស្អីៗហ្នឹងណាហើយយើងទៅជេរគេតើបង្ហាញពីអីសំណួរនេះយើងនិយាយនៅក្នុងភាសាបងប្អូនជាខ្មែរឲ្យគិតថាអាក្រក់ចង់តែជេរដែរហ្នឹងមានអីប៉ុន្តែហេគិតសិនជេរទៅចំណេញអត់ហ្នឹងគឺជារឿងមួយហើយការឆ្លោះទើសទែងគ្នាឯងខ្ញុំមិនដឹងពីណាឆ្លោះពីណាទេ ចា ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តថាបែកបាក់សាមគ្គីស្លាប់ហើយសាមគ្គីរស់អញ្ចឹងពេលណាដែលយើងកន្លែងខ្លះដែលលើសលោះយើងបន្ថែមគ្នាទៅកន្លែងណាខ្លះដែលយើងគិតថាខ្វះយើងអាចជួយកាត់តម្រឹមគ្នាបន្តិចតួចទៅវាមិនជាទើសស្អីទេប៉ុណ្ណឹងអញ្ចឹងបើយើងគិតក្នុងរូបភាពវិជ្ជមានវិញហើយរឿងមួយទៀតដែលខ្ញុំតែងជួបគឺជាការទាញនរណាម្នាក់ឲ្យចូលសេនាយោព័ត៌មានខ្លួនឯង ចា បញ្ហាកន្លែងហ្នឹងគឺបើដល់ពេលយើងនិយាយចេះឲ្យគិតតាមធម្មតាមនុស្សនិយាយឲ្យគិតតែតែលើកឧទាហរណ៍មែនទេ ចា តែតែលើកការវិភាគលើកអីមកអីទៅហោហាយអីទៅហើយដល់ពេលគាត់ស្ដាប់អាការឧទាហរណ៍យើងមិនយល់គាត់ថាយើងនិយាយចែកដល់ពេលទៅជាការលៀបពណ៌យើងថាអាក្រុមនេះអូអ្នកក្រុមនោះអូអ្នកឯងស៊ីលក់ឲ្យអ្នកនេះអូអ្នកឯងជាអ្នកនេះអ្នកជាអ្នកនោះប្រឈប់អានឹងមើលហ្នឹងទៅព្រោះវាអត់ចំណេញទេនៅក្នុងសង្គមណាងាយឯងកាលណាតែយើងយកពណ៌ទៅជះឲ្យនរណាម្នាក់វាអត់ចម្លែកទេពណ៌ហ្នឹងនឹងជះទៅយើងវិញ ចា បើមិនជឿសាកមើលហ្នឹងជារឿងមួយខ្ញុំមានឧទាហរណ៍បញ្ជាក់ប៉ុន្តែចាំបើចង់ដឹងខ្ញុំចែកលេខតាមទៀតហើយបន្តមកទៀតយើងត្រូវផ្ទៀងផ្ទាត់ទាំងអីទាំងអស់មុននឹងជឿព្រោះយើងនិយាយពីព័ត៌មានមែនទេហើយព័ត៌មានដូចខ្ញុំថាហ្នឹងសាមគ្គីក៏ព្រោះព័ត៌មានបែកបាក់ក៏ព្រោះព័ត៌មានដែរផ្ទៀងផ្ទាត់កាលណាយើងចាញ់បោកអាប្រភពដែលបង្កើតដើម្បីបែកបាក់គ្នាឯងជាឧទាហរណ៍ថា ចា ព័ត៌មានថៃមួយរយៈចុងក្រោយបង្កើត fake account ច្រើនណាស់សូម្បីឥឡូវនេះក៏ដោយណាឈ្មោះខ្មែរអីមកស្អាតហើយយើងខ្មែរយើងមានតនេមានពេលតនេណាទៅបង្កើតអញ្ចឹង ឆែក បាទ ចា អញ្ចឹងគឺបង្កើតឈ្មោះខ្មែរយ៉ាងខ្លះដូរ VPN ដូរអីទៀតនោះ ចា ដើម្បីចូលមកឲ្យយើងបំបែកបាក់គ្នាទៅហើយភាគច្រើនគឺគេនិយាយតែកន្លែងណារសើបទេឥឡូវឧទាហរណ៍ថាអានឹងខ្ញុំសុំទោសខ្ញុំនិយាយទៅអាចប៉ះពាល់បណ្ដាដូចថានិយាយថារដ្ឋាភិបាលយើងកាត់ដីឲ្យគេលក់អីគេស្អីគេហ្នឹងពេលខ្លះពួកខ្ញុំក៏មិនដឹងដែរមិនដឹងថាយ៉ាងម៉េចព្រោះយើងតាមដានព័ត៌មានដដែលហ្នឹងហើយរឿងទាំងអស់ហ្នឹង